បើទោះបីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃមានភាពតានតឹងក្រោយពីភាគីថៃបានសម្រេចបិទច្រកជាឯកតោភាគីសម្រាប់កម្ពុជាក៏ដូចជាខេត្តបន្ទាយមានជ័យបាទនៅតែបន្តកិច្ចសហការមនុស្សធម៌នៅក្នុងការជួយដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរខណៈដែលភាគីថៃរឹតបន្តឹងទៅតាមច្រកអន្តរជាតិបាទដោយភាគីថៃបិទមិនឲ្យមានការឆ្លងកាត់តាមព្រំដែនក៏ដោយកិច្ចការងារមនុស្សធម៌របស់កម្ពុជានៅតែបន្តដោយបានបញ្ជូនអ្នកជំងឺជាជនជាតិថៃវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនេះបើតាមការបញ្ជាក់របស់អាយដាមអ៊ុំរីត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី1បាទខែកក្កដាឆ្នាំ2025បាទនៃកិច្ចការងារមនុស្សធម៌នេះដែរបាទអាយដាមអ៊ុំរីត្រីក៏បានបញ្ជាក់ថាអាជ្ញាធរខេត្តក៏ដូចជាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសមត្ថកិច្ចដែលឈរជើងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតបានយកចិត្តទុកដាក់ជួយសម្របសម្រួលក្នុងការនាំអ្នកជំងឺជនជាតិថៃបញ្ជូនឲ្យភាគីថៃជាបន្តបន្ទាប់ជាក់ស្ដែងករណីទី1កាលពីថ្ងៃទី29ខែមិថុនា2025នៅវេលាម៉ោង 11:45 នាទីមានករណីអាជ្ញាធរខេត្តរួមនឹងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបញ្ជូនអ្នកជំងឺម្នាក់ជាជនជាតិថៃតាមរយៈរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទនឹងបញ្ជូនបន្តទៅប្រទេសថៃដោយរថយន្តគិលានសង្គ្រោះរបស់ប្រទេសថៃអ្នកជំងឺមានឈ្មោះបាទណារូឆៃភេទប្រុសអាយុ29ឆ្នាំមុខរបរជាចុងភៅស្នាក់នៅក្នុងភូមិប៉ោយប៉ែតសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទផ្ទុះហ្គាសរលាកទឹកក្តៅបាទករណីទី2នៅថ្ងៃដដែលបាទនៅវេលាម៉ោង 12:50 នាទីមានករណីអ្នកជំងឺជនជាតិថៃភេទស្រីបានសម្រាប់ព្យាបាលជំងឺនៅគ្លីនិកឯកជនបាទមួយនៅក្រុងប៉ោយប៉ែតបានស្នើសុំបញ្ជូនទៅព្យាបាលបន្តនៅប្រទេសរបស់ខ្លួនចំពោះករណីទី3កាលពីថ្ងៃទី28ខែមិថុនា2025វេលាម៉ោង 15:35 នាទីបាទក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកប៉ោយប៉ែតបានជួយបញ្ជូនសពជនជាតិថៃម្នាក់មានឈ្មោះខាឡៃនីទីគុនសំឆៃភេទប្រុសអាយុ67ឆ្នាំកាន់លិខិតឆ្លងដែនបាទជាអ្នកទេសចរបាទដែលបានទទួលមរណភាពនៅថ្ងៃទី27ខែមិថុនា2025វេលាម៉ោង 20:20 នាទីដោយសារមូលហេតុជំងឺគាំងបេះដូងទៅឲ្យភាគីថៃនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតករណីទី4កាលពីថ្ងៃទី26ខែមិថុនា2025វេលាម៉ោង 15:44 នាទីមានករណីជនជាតិថៃម្នាក់ឈ្មោះខៃរ៉ាមបាទឈីណាខនភេទប្រុសអាយុ22ឆ្នាំជនជាតិថៃជាបុគ្គលិកបាទក្រុមជាបុគ្គលិកក្រុមហ៊ុនស្ដាហ្គោលបានស្លាប់ដោយសារជំងឺទឹកនោមផ្អែមបាទកម្រិតធ្ងន់កាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2025វេលាម៉ោង 17:30 នាទីនៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែតបាទករណីទី5កាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2025វេលាម៉ោង 14:00 នាទីមានក្រុមការងារបាទសម្របសម្រួលដល់ការបើកច្រកទ្វារព្រំដែនអន្តរជាតិបញ្ជូនអ្នកជំងឺជនជាតិថៃឈ្មោះ Chen Hekit បាទណាថាស៊ូដាភេទស្រីអាយុ25ឆ្នាំបាទមានបញ្ហាឈឺពោះខ្លាំងទម្ងន់7ខែបាទចេញទៅព្យាបាលនៅមន្ទីរពេទ្យអរញ្ញក្នុងស្រុកអរញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃវិញអាដាមអ៊ុំរីត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ផងដែរថាបើទោះបីជាភាគីថៃមានការបិទច្រកព្រំដែនយ៉ាងណាក៏ដោយក៏កិច្ចការមនុស្សធម៌នៅក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្នុងនាមអាជ្ញាធរខេត្តនៅតែបន្តដដែលបាទ